រឿងខ្មោចបន្ទប់ជួលដែលគ្មានបង្អួចពិសិដ្ឋជាបុរសវ័យក្មេងម្នាក់ដែលទើបផ្លាស់មកធ្វើការនៅរាជធានីគាត់រកបានផ្ទះល្វែងមួយនៅកណ្ដាលទីក្រុងតែវាចាស់ណាស់ម្ចាស់ផ្ទះល្វែងនោះគឺលោកលីជាបុរសពោះធំម្នាក់ដែលមើលទៅមានអត្តចរិតម៉ឺងម៉ាត់បន្ទប់របស់ពិសិដ្ឋគឺស្ថិតនៅជាន់ទី5បន្ទប់នេះមានលក្ខណៈចម្លែកត្រង់ថាវាអាប់អួរហើយគ្មានបង្អួចសោះតែម្ដងកៅគាត់សួររឿងបង្អួចលោកលីគ្រាន់តែឆ្លើយយ៉ាងខ្លីថាកុំបារម្ភអីបន្ទប់នេះថោកជាងគេតែវាមានប្រព័ន្ធខ្យល់ចេញចូលល្អហើយសំខាន់កុំរើរបស់របរណាដែលបិទចិត្តឬចាក់សោនៅទីនេះដាច់ខាតពិសិដ្ឋគ្មានជំរើសក៏ទទួលយកបន្ទប់នោះមួយសប្តាហ៍ដំបូងគឺគ្មានបញ្ហាអីទេតែនៅយប់មួយពិសិដ្ឋភ្ញាក់ឡើងដោយសារឮសំឡេងចម្លែកមកពីក្នុងបន្ទប់របស់គាត់ផ្ទាល់វាជាសំឡេងអូសអ្វីមួយធ្ងន់ៗនៅលើឥដ្ឋឈើសំឡេងនោះលួនលឺពីជ្រុងបន្ទប់ដែលដាក់ទូឈើធំចាស់មួយដែលលោកលីបានហាមមិនឲ្យរើបំរាស់គាត់ព្យាយាមស្ដាប់គឺពិតជាសំឡេងអូសហើយសំឡេងនោះកំពុងចូលមកជិតគ្រែរបស់គាត់យឺតពិសិដ្ឋបើកភ្លើងយ៉ាងលឿនស្រាប់តែសំឡេងនោះស្ងាត់បាត់ឈឹងទូឈើនោះនៅតែឈរស្ងៀមនៅទីតាំងដើមគាត់គិតថាវាគ្រាន់តែជាការយល់ច្រឡំស្រមោលរងោករឿងចម្លែកនៅតែកាត់មឿងឡើងរាល់យប់នៅពេលយប់ស្ងាត់ពិសិដ្ឋតែងតែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមើលគាត់ទោះបីជាបន្ទប់នោះគ្មានបង្អួចក៏ដោយយប់មួយគាត់សម្រេចចិត្តដេកបែរខ្នងទៅជញ្ជាំងតែតុកទូរស័ព្ទរបស់គាត់ថតវីដេអូទៅកាន់ជ្រុងបន្ទប់ដែលជាទីតាំងរបស់ទូឈើនោះនៅព្រឹកឡើងពិសិដ្ឋបើកមើលវីដេអូនោះទាំងអន្ទះសារវីដេអូនោះគឺងងឹតណាស់តែនៅម៉ោងប្រហែល4:20នាទីរំលងអធ្រាត្រគាត់ឃើញមានស្រមោលខ្មៅរងោកមួយបានលួនចេញទីក្រោមទូឈើនោះស្រមោលនោះមើលទៅដូចជាមនុស្សអង្គុយឥតក្បាលវាបានអណ្ដែតយឺតមករកគ្រែរបស់គាត់រួចក៏បាត់ទៅវិញពិសិដ្ឋញ័រខ្លួនទាំងភ័យខ្លាចអាចកំបាំងក្នុងទូឈើដោយសង្ស័យខ្លាំងពេកពិសិដ្ឋក៏សម្រេចចិត្តរើទូឈើនោះចេញទាំងលួចលាក់ទូឈើនោះធ្ងន់ខ្លាំងណាស់តែនៅពេលដែលគាត់រើបានបន្តិចគាត់ក៏បានឃើញអ្វីដែលគួរឲ្យខ្លាចបំផុតនៅពីក្រោយទូឈើមិនមែនជាជញ្ជាំងទេតែជាបន្ទះឈើចាស់មួយផ្ទាំងដែលមើលទៅហាក់ដូចជាគេយកមកបិទជិតបង្អួចមួយធំហើយនៅចំកណ្ដាលបន្ទះឈើនោះគឺមានរន្ធតូចមួយដែលមើលទៅហាក់ដូចជាគេខួរដោយចេតនាពេលពិសិដ្ឋយកភ្នែកទៅអឹបនឹងរន្ធនោះគាត់បានឃើញទិដ្ឋភាពចម្លែកមួយនៅខាងក្រៅមិនមែនជាទីក្រុងទេតែជាបន្ទប់ងងឹតមួយទៀតដែលមានរបស់របររេផ្ចាយហើយមានក្លិនស្អុយរំពេចនោះភ្នែកមួយដែលក្រហមឆ្អៃមួយគឺស្រាប់តែលិចមកខាងទៀតនៃរន្ធនោះគឺនៅជិតភ្នែកល្វះគាត់តែម្ដងហើយក៏មានសំឡេងខ្សឹបដល់កងរំពឹងលាន់លឺចេញពីជញ្ជាំងថាឯងមិនគួរមើលទេឥឡូវឯងដឹងហើយពិសិដ្ឋដួលសន្លប់នៅទីកន្លែងពេលគាត់ភ្ញាក់ឡើងវិញគាត់បានឃើញលោកលីកំពុងឈរពីលើគាត់ហើយទូឈើនោះត្រូវបានរៀបចំដាក់ចូលកន្លែងបាត់ហើយពិសិដ្ឋបាត់ទៀងនៅយប់នោះគេនិយាយថាបន្ទប់លេខ5នោះមិនមែនមានតែមួយទេតែមានបន្ទប់កញ្ចក់មួយដែលគេបិទជិតពីក្រោយទូឈើហើយអ្វីដែលលេចខ្លួននៅក្នុងនោះគឺកំពុងរងចាំអ្នកជួលបន្ទាប់ដែលហ៊ានបំពានច្បាប់